Hello guys ខ្ញុំចង់ recommend កន្លែង River Tree Villa and Resort វាលក្ខណៈជា resort ផងជា villa ផងកន្លែងនេះកន្លែង lobby ខ្ញុំរងចាំសោក៏យកមកឲ្យអញ្ចឹងដោយសារខ្ញុំកក់តាម app ហើយអញ្ចឹងកន្លែងហ្នឹងគេមានកន្លែងម្ហូបអាហារគេមានទួដល់អីឲ្យយើងមើលអញ្ចឹងផ្លូវដើរចូលនៅខាងឆ្វេងដៃនេះគឺភោជនីយដ្ឋានយើងទុកញ៉ាំ buffet ព្រឹកឡើងអញ្ចឹងអានឹងគេ free ឲ្យយើងអញ្ចឹងយើងដើរមកទទួលឃើញអាងទឹកអញ្ចឹងអាងទឹកគឺអាងទឹកទូសម្រាប់កូនក្មេងតូចមានកូនសាមានកូនក្មេងតូចគឺត្រូវមកសម្រាប់គាត់ចិត្តលេងទឹកអញ្ចឹងកន្លែងនេះគឺកន្លែងអាងទឹកទី1អញ្ចឹងយក family room អញ្ចឹងមានក្រែ2សម្រាប់ឲ្យក្រែធំមួយក្រែទូចមួយអញ្ចឹងនេះកន្ទប់ទឹកគេ fresh មែនតើកន្ទប់ទឹកគេហ្នឹងសម្រាប់នេះទិដ្ឋភាពវេរ៉ាំដានៅខាងក្រៅកន្ទប់យើងអាចអង្គុយលេងជាបានអាចទៅជាក់មួយគ្រួសារឬក៏ដៃគូនេះយើងមកជាមួយបានអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកដឹងទៅណាយើងអាចមកលេងនៅមាត់ទឹកបាននៅមាត់ទឹកនេះហ្នឹងគេមានកន្លែងអង្គុយកន្លែងអីអញ្ចឹងហើយមានទូកកៅចាក់ឲ្យយើងជិះ free គេឲ្យកាត់លុយពីយើងនេះហើយកន្លែងនេះគឺ restaurant មួយទៀតវាមានអាងទឹកធំជាងអាងទឹកមុនហើយរៀងជ្រៅជាងមុនហើយវាមានលក្ខណៈញ៉ាំ cocktail នៅលើទឹកបានហើយអាងទឹកនេះមាន2ជាន់អញ្ចឹងបងហើយកន្លែងនេះកន្លែង buffet ដែលខ្ញុំថតប្រាប់ពីដើមវីដេអូហ្នឹងណាខ្ញុំបានថតម្ហូបដោយសារតែឡើងញ៉ាំអញ្ចឹងនេះម្ហូបខ្ញុំហៅក្រៅអញ្ចឹងគេឆាយក្រៅផ្សេងតែវាឆ្ងាញ់អ្នកនរគ្នារសជាតិវាអត់ចាញ់ម្ហូបនៅខាងក្រៅទេអញ្ចឹង vlog នេះចាប់ហើយសម្រាប់បងណាដែលមកកំពតអាចឈានចូលមកលេងបាន fresh មែនតើជា